សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទពីដើមនេះបងប្អូនណាចង់មកបង្ហាញបងប្អូនទាំងអស់គ្នាបាទនេះគឺជា Vivo X300 Ultra នេះគឺជា Vivo X200 Ultra សុទ្ធសឹងតែជាកម្ពុជា flagship ណាបងប្អូនណាប៉ុន្តែសម្រាប់ Vivo X200 Ultra នេះក៏នៅតែជាទូរស័ព្ទមួយដែលថតច្បាស់ហ្មងណាតែទូរស័ព្ទមួយដែលនៅថតច្បាស់កាមេរ៉ាអែមរូបរាងកាយ design នៅតែលយបាទកាមេរ៉ារបស់វាទៅខ្ពស់ទៀតខ្ពស់បន្តិចណាអានេះបិទ lens ពីក្រោយបងប្អូនណាបិទពីក្រោយបន្តិចបាទឲ្យដើម្បីការពារអញ្ចឹងណាតែ lens របស់វាគឺវាស្តៀងអានេះអញ្ចឹងនេះស្តៀងនឹង300 Ultra អញ្ចឹងណានេះ300 Ultra នេះ300 Ultra nó ក៏ស្អាតក៏កប់ដែរសម្រាប់300 Ultra គឺកញ្ចក់របស់វារាបស្មើកញ្ចក់របស់វារាបស្មើ200 Ultra កញ្ចក់វាត្រង់គៀកោងបន្តិចប៉ុន្តែអត់អីទេបងប្អូនអត់មានជាបញ្ហាទេល្អទាំងពីរដើមល្អទាំងពីរសមត្ថភាពការថតរូបវិញគឺល្អដូចគ្នាគាត់ថានេះវាអាចនឹងខ្លាំងជាងបន្តិចអានេះវាអាចនឹងបន្តិចប៉ុន្តែពីរហ្នឹងនៅតែជាដាច់កាមេរ៉ាមួយដែលថតរូបចេញមកស្អាតមែនតើទោះជាមើលទៅក្នុង DSLR វាឲ្យបន្ទុកតិចយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់ខ្ញុំនៅពេញចិត្តនៅ color tone ដែលថតចេញពី Vivo X200 Ultra និង Vivo X300 Ultra នេះ color tone របស់វាថតមកស្អាតហ្មងបាទស្អាតហ្មង Vivo X200 Ultra នេះគឺវាប្រើ chip Snapdragon 8 Elite storage 512GB RAM 16/16 បន្ថែម storage បន្ថែមទៀតគឺ 50GB ហើយនឹងវាមាន Vivo Blue Imax Dual Chip VS1 និង VC Plus ថ្ម6000បងប្អូនណាកប់មែនតើស្អាតការ design នៅតែលយបងប្អូនណាឥឡូវយើងមកមើលជាមួយនឹងX300 Ultra ម្ដងបងប្អូនណា X300 Ultra នេះគឺវាប្រើ chip Snapdragon 8 Elite Gen 5 512GB RAM 12/12ថែម 50GB ទៀតហើយវាប្រើ chip បន្ថែមទៀតគឺ Self Development Vivo Blue Imax បាទ VS1 Plus សម្រាប់ការតេស្តគឺខ្ញុំអត់អាចបានតេស្តទាំងអស់ទេបងប្អូនណាខ្ញុំទៅតេស្តសម្រាប់ការថត object មួយបងប្អូនណាថត object ជាមួយនឹងផ្កាខាងមុខនេះបងប្អូនឥឡូវខ្ញុំបើកជាមួយនឹង Vivo X300 Ultra មួយតាក់ទងជាមួយនឹងថតគឺខ្ញុំថតប្រើជាមួយនឹង lens 170 mm បងប្អូនណាតបមកខ្ញុំប្រើតែ230 mm សម្រាប់ក្នុងការថតរូប object នេះបងប្អូនណាអែមមែនតើសម្រាប់ការថតពេលដែលដាក់ទៅគឺចេញរូបភាពបងប្អូនមើលតែគឺដាច់ឆ្កៀស្អាតមែនតើបងប្អូនណាឆ្កៀស្អាតមែនតើ background ខាងក្រោយគឺស្អាត portrait ដាច់មកល្អមែនតើបងប្អូនជាមួយនឹង Vivo X300 Ultra បងប្អូនមើល color tone របស់វាទៅបាទស្អាតឥឡូវខ្ញុំមកតេស្តជាមួយនឹង Vivo X200 Ultra ម្ដងបងប្អូន200 Ultra ម្ដងបាទដែលខ្ញុំប្រើចំនួនការថតគឺ distance ចម្ងាយដូចគ្នាបាទហើយខ្ញុំប្រើចន្លោះ lens ដូចគ្នា 170mm បាទតបមក230mm បាទគឺខ្ញុំថតហើយបាទឥឡូវបងប្អូនមើលទៅចាក់ស្ដែងគឺកាត់ portrait ឆ្កៀស្អាតមែនទែនដែលថតចេញពីខាងក្រោយនេះបាទស្អាតមែនទែនជាមួយនឹង Vivo X200 Ultra បងប្អូនចាំមើលខ្ញុំយកទៅប្រៀបធៀបជាមួយគ្នាជាមួយនឹងរូបភាពដែលខ្ញុំថតចេញពី Vivo X200 Ultra និង300 Ultra បងប្អូនតោះទៅមើលទាំងអស់គ្នានេះជារូបដែលខ្ញុំថតចេញពីទូរស័ព្ទទាំងពីរនេះបងប្អូនណា X300 Ultra បាទហើយនឹង X200 Ultra បងប្អូនអ្វីដែលខ្ញុំមើលនឹងភ្នែកបងប្អូនណាខ្ញុំពងតែឆ្ងល់ហេតុអ្វីបានជា200 Ultra មាន color មើលទៅដូចជាងដិតជាងបងប្អូនណាដូចជាដិតជាងប៉ុន្តែ300 Ultra នេះមិនមែនអត់ដិតទេ color របស់វាគឺបែបទៅមួយបែបទៀតបងប្អូនប៉ុន្តែនៅពេលដែលខ្ញុំថតគឺខ្ញុំប្រើ function ដូចគ្នាទាំងអស់បងប្អូនអាចផ្ទៀងមើលជាក់ស្ដែងបងប្អូនណាអាចផ្ទៀងមើលជាក់ស្ដែងតើបងប្អូនស្រឡាញ់ color ចេញពី Vivo X300 Ultra ឬក៏200 Ultra បងប្អូនខ្ញុំមើលទៅខ្ញុំមានអារម្មណ៍ថា200 Ultra មានអារម្មណ៍ថាមានភាពដិត color tone ដិតជាងនេះបាទនេះ300 Ultra មិនចឹងឥឡូវខ្ញុំបកទៅថតជាមួយនឹងហៅថា function macro mode ទៀតបងប្អូនណា macro mode ហ្នឹងខ្ញុំប្រើ lens ដូចគ្នា 170mm ដូចគ្នាបាទ 170mm ដូចគ្នាថតចេញពី Vivo X200 Ultra តមកខ្ញុំដាក់ 230mm ជាមួយនឹង macro បាទឥឡូវខ្ញុំថតចេញពី macro ហើយបងប្អូននេះបងប្អូនមើលចាក់ស្ដែងទៅនេះខ្ញុំថតចេញពី macro បាទគេថាប្រភេទ macro ណែញាក់សាច់បងប្អូនអើយ color tone ចេញមក portrait ដាច់ស្អាតមែនទែនបងប្អូនណា portrait ដាច់ background ស្អាតមែនទែនជាមួយនឹង Vivo X200 Ultra បងប្អូនឥឡូវចូលជាមួយនឹង Vivo X300 Ultra ដូចគ្នាហើយខ្ញុំក៏ប្រើ macro mode ដូចគ្នាបងប្អូនណា
170 បងប្អូន170បាទ230 បាទនិយាយចុះខ្ញុំថតដូចគ្នាទីតាំងដូចគ្នាបងប្អូនណាឥឡូវមកមើល color tone ទាំងអស់គ្នាបងប្អូនណាអូ color របស់វាដាច់ស្អាតបងប្អូនណាឆ្កៀលដាច់ស្អាតមែនទែនបាទ170 ឬ300 Ultra មានអងឹតមែនបងប្អូនមិនងឹតមែនមើលថតម្ដងទៀតមើលសុំថតម្ដងទៀតមើលបាទមើលម្ដងទៀតមើលអត់មិនទេមានអារម្មណ៍ថាដូចលងឹតឥឡូវខ្ញុំបណ្ដាក់ទូរស័ព្ទបន្ទឹមគ្នាបងប្អូនណា170 ដូចគ្នាបងប្អូននេះថតប្រភេទ macro mode បាទនេះក៏ macro mode ដូចគ្នា170 ដូចគ្នាបងប្អូនមើលចាក់ស្ដែងនេះគឺជា200 Ultra នេះ300 Ultra បងប្អូនឥឡូវខ្ញុំទាញទៅរក230 ដូចគ្នាប្រភេទ macro mode ដូចគ្នាបងប្អូន200 Ultra និង300 Ultra បងប្អូនមើលខ្លួនឯងបាទ300 Ultra មើលទៅពេលស៊ូមច្បាស់បងប្អូនណាស៊ូមច្បាស់200 Ultra ក៏មិនណយដែរបងប្អូនណាក៏មិនណយតែដល់ពេលស៊ូមចាក់ស្ដែង300 Ultra ទង clear ជាងតិចប៉ុន្តែនៅពេលដែល color tone នៅពេលដែលយើងមើលធម្មតា color tone គឺ200 Ultra មើលទៅជាងដិតជាងបាទបងប្អូនយល់យ៉ាងណាដែរសម្រាប់ទូរស័ព្ទVivo X200 Ultra ហើយនឹងទូរស័ព្ទមួយទៀតម្ដងមួយទៀតបងប្អូនណាម្ដងមួយទៀតគឺ Vivo X300 Ultra ញ៉ាំនេះខ្ញុំគ្រាន់តែគោលបងប្អូនណាសម្រាប់វីដេអូរបស់វាខ្លាំងបងប្អូនខ្ញុំអត់បានទេវីដេអូបើសិនបងប្អូនអាចថាបើសិនមកខ្ញុំមានពេលបងប្អូនអធិស្ឋានបើខ្ញុំមានពេលខ្ញុំនឹងតែវីដេអូជូនបងប្អូនទៀតប៉ុន្តែសម្រាប់រូបស្លឹកប៉ុណ្ណេះបានបងប្អូនណារូបស្លឹកប៉ុណ្ណេះមកមកឆ្ងាញ់តាក់ទងជាមួយសមត្ថភាពកាមេរ៉ារបស់វាថតគឺកប់សេរីមែនតើបងប្អូនណាពីដើមនេះកប់ទាំងពីរបាទកប់ទាំងពីរអរគុណច្រើនជំរាបលាអ្នកនរគ្នាបាយបាយ